បញ្ហាខ្លាញ់នៅក្នុងរាងកាយបងប្អូនមិនគូមើលរំលងទេគឺជាបញ្ហាមួយដែលកំពុងតែមានហានិភ័យខ្លាំងមែនទែនបងប្អូនសង្កេតឃើញនៅតាមបណ្ដាញសង្គមជាពិសេសគឺប្រព័ន្ធ Facebook ហ្នឹងបងប្អូនសង្កេតឃើញមួយរយៈកាលហ្នឹងគឺសម្បូរមនុស្សដែលគាត់បាត់បង់អាយុជីវិតដោយសារមានបញ្ហាគាំងបេះដូងមានបញ្ហាខូចកាពះពោះវៀនមានបញ្ហាខូចកលេសហ្នឹងគឺច្រើនមែនទែនបងប្អូនប្រយ័ត្នប្រយែងនៅក្នុងការញ៉ាំអាហារមែនទែនព្រោះអាហារដែលបងប្អូនញ៉ាំចូលជាពិសេសបងប្អូនដែលចូលចិត្តទទួលទាននៅអាហារកែច្នៃអាប្រែរូបអាហារដែលរក្សាគុណភាពទុកបានយូរហ្នឹងអាហារទាំងអស់ហ្នឹងគឺសម្បូរខ្លាញ់អាក្រក់ច្រើនមែនទែនហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹងអាហារដែលបងប្អូនទិញនៅតាមដងផ្លូវដែលគេជិនឆាបបំពងញឹកញាប់ហ្នឹងបងប្អូនសង្កេតមើលខ្លាញ់ផងបើសិនជាខ្លាញ់នឹងប្រើច្រើនដងប្រើយូរវាមានហានិភ័យប្រឈមឲ្យបងប្អូននឹងមានបញ្ហាលើសខ្លាញ់នៅក្នុងខ្សែឈាមមានបញ្ហាឡើងគីឡូដោយមិនដឹងខ្លួនហើយបង្កឲ្យបងប្អូនមានបញ្ហាទៅជាមានបញ្ហាគាំងបេះដូងមានបញ្ហាខ្លាញ់រំថ្លើមនៅថ្ងៃក្រោយបងប្អូនថ្ងៃហ្នឹងគឺរូបសម្បត្តិណែនាំឲ្យបងប្អូនមកស្គាល់ជាមួយនឹង Omega 3នេះបើសិនជាបងប្អូនញ៉ាំរបស់ទាំងអស់នឹងញឹកញាប់បងប្អូនមានអីដែលការពាររាងកាយផងព្រោះឥឡូវហ្នឹងគឺចំណីអាហារធម្មជាតិគឺវាអត់សូវមានដូចមុនទេអាហារភាគច្រើនសិតតែកែច្នៃអញ្ចឹងបងប្អូនញ៉ាំចូលទៅគឺមានបញ្ហាប្រឈមច្រើនមែនតើ Omega 3 Resol នេះបងប្អូនអរគ្នាអាចយកទៅញ៉ាំថែទាំសុខភាពរាងកាយបានជាពិសេសបងប្អូនដែលចង់ការពារកុំឲ្យរាងកាយយើងគឺលើសបញ្ហាខ្លាញ់ដែលរូបសម្បត្តិបានចែកម្លែកពីខាងដើមអញ្ចឹងណាព្រោះនៅក្នុង Omega 3 Resol របស់ USA ហ្នឹងគឺវាមានកម្រិត EPA DHA ហ្នឹងខ្ពស់មែនតើដែលគេចម្រាញ់ចេញពីខ្លាញ់ត្រីសុទ្ធនៅក្នុងបាតសមុទ្រទឹកជ្រៅតើតើជាមួយនឹង EPA វាមានរហូតដល់ទៅ1000មីលីក្រាមហើយ DHA មានរហូតដល់ទៅ500មីលីក្រាមវាមាន ALA ដែលជាប្រភេទវីតាមីនដូចជាគ្រាប់ធញ្ញជាតិអញ្ចឹងបងប្អូនអរគ្នាហើយបន្ថែមជាមួយនឹងវីតាមីន E រហូតដល់ទៅ55មីលីក្រាមទៀតអញ្ចឹងបងប្អូនញ៉ាំ Omega 3ហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់មែនតើនៅក្នុងការដែលកម្ចាត់ខ្លាញ់អាក្រក់ប្រភេទ cholesterol ឬក៏ប្រភេទ triglyceride ប្រភេទ LDL អីហ្នឹងពពុះខ្លាញ់ទាំងអស់ហ្នឹងគឺបងប្អូនញ៉ាំចូលទៅវាជួយកម្ចាត់តើនឹងខ្លាញ់អាក្រក់ឲ្យរូបសម្បត្តិបានចែកម្លែកប្រមាណមុខហ្នឹង Omega 3ហ្នឹងវាជួយប្រព័ន្ធជាមួយនឹងការដែលបងប្អូនមានបញ្ហាស្លាកឆ្អឹងមានបញ្ហាលើសខ្លាញ់ខ្លាំងនៅក្នុងរាងកាយហើយមួយវិញទៀត Omega 3នេះវាជួយទៅលើប្រព័ន្ធខួរក្បាលវាជួយទៅលើការចងចាំបានទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់សុខភាពចង់ការពារថែទាំកុំឲ្យមានបញ្ហាលើសខ្លាញ់កុំឲ្យមានបញ្ហាស្ពាតឈាមឡើងខ្ពស់កុំឲ្យមានបញ្ហាស្អឹងសន្លាក់នៅថ្ងៃក្រោយឬក៏ចង់ថែទាំប្រព័ន្ធខួរក្បាលហ្នឹងជំរើសដ៏ល្អរូបសម្បត្តិណែនាំឲ្យបងប្អូនញ៉ាំជាមួយនឹង Omega 3 Resol មួយប្រភេទនេះដែលនៅវិទ្យាសាស្ត្រនៅខាង USA គេណែនាំឲ្យបងប្អូនញ៉ាំ